អត្ថប្រយោជន៍ដ៏សម្បូរបែបរបស់ពងមាន់គឺជាអាហារដ៏មានប្រយោជន៍និងងាយស្រួលរកដែលអាចជួយទ្រទ្រង់សុខភាពរាងកាយទាំងមូលខាងក្រោមនេះគឺជាអត្ថប្រយោជន៍សំខាន់ៗរបស់ពងមាន់ដែលអ្នកគួរដឹង 1. ជាប្រភពប្រូតេអ៊ីនដ៏ប្រសើរពងមាន់មីក្របមានផ្ទុកប្រូតេអ៊ីនប្រមាណ6ក្រាមដែលមានអាស៊ីតអាមីណូអាស៊ីតចាំបាច់ទាំងអស់ដែលរាងកាយត្រូវការប្រូតេអ៊ីនមានសារៈសំខាន់សម្រាប់ការកសាងនិងជួសជុលសាច់ដុំឆ្អឹងស្បែកនិងសរីរាង្គផ្សេងៗការទទួលទានពងមាន់អាចជួយឲ្យអ្នកមានអារម្មណ៍ឆាតបានយូរដែលល្អសម្រាប់ការគ្រប់គ្រងទម្ងន់ 2. សម្បូរដោយវីតាមីននិងសារធាតុរ៉ែពងមាន់ផ្ទុកនូវវីតាមីនជាច្រើនប្រភេទដូចជាវីតាមីន B12 និង B12 ជួយបំផ្លាញអាហារទៅជាថាមពលនិងទ្រទ្រង់ប្រព័ន្ធប្រសាទវីតាមីន A សំខាន់សម្រាប់សុខភាពភ្នែកការលូតលាស់របស់កោសិកានិងប្រព័ន្ធភាពស៊ាំវីតាមីន D ជួយរាងកាយស្រូបយកជាតិកាល់ស្យូមសម្រាប់សុខភាពឆ្អឹងសេលេញូមជាសារធាតុប្រឆាំងអុកស៊ីតកម្មដែលជួយការពារកោសិកា 3. ជួយដល់សុខភាពភ្នែកពងមាន់ជាប្រភពដ៏ល្អនៃសារធាតុលូធីននិង zeaxanthin ដែលជាសារធាតុប្រឆាំងអុកស៊ីតកម្មដែលមានសារៈសំខាន់សម្រាប់សុខភាពភ្នែកសារធាតុទាំងនេះជួយកាត់បន្ថយហានិភ័យនៃជំងឺឡើងបាយនិងជំងឺបាត់បង់ការមើលឃើញដែលបណ្ដាលមកពីវ័យចំណាស់ 4. ល្អសម្រាប់សុខភាពខួរក្បាលពងមាន់មានផ្ទុកសារធាតុឆូឡែងដែលដើរតួនាទីយ៉ាងសំខាន់សម្រាប់ការលូតលាស់និងដំណើរការរបស់ខួរក្បាលឆូឡែងជួយដល់ការចងចាំនិងការរៀនសូត្រហើយវាមានសារៈសំខាន់ជាពិសេសសម្រាប់ស្ត្រីមានផ្ទៃពោះព្រោះវាជួយដល់ការលូតលាស់ខួរក្បាលរបស់ទារកក្នុងផ្ទៃ 5. ល្អសម្រាប់សុខភាពបេះដូងថ្មីបើពងមាន់ត្រូវបានគេចាត់ទុកថាមានកូលេស្តេរ៉ុលខ្ពស់កាលពីមុនក៏ដោយការសិក្សាថ្មីបានបង្ហាញថាកូលេស្តេរ៉ុលក្នុងពងមាន់មិនប៉ះពាល់ដល់កម្រិតកូលេស្តេរ៉ុលក្នុងឈាមដូចដែលគេធ្លាប់គិតនោះទេផ្ទុយទៅវិញការទទួលទានពងមាន់អាចជួយបង្កើនកម្រិតកូលេស្តេរ៉ុលល្អដែលជួយកម្ចាត់កូលេស្តេរ៉ុលអាក្រក់ចេញពីសរសៃឈាមនិងកាត់បន្ថយហានិភ័យនៃជំងឺបេះដូង 6. ជួយក្នុងការសម្រកទម្ងន់ពងមាន់ជាអាហារដ៏ល្អសម្រាប់អ្នកដែលចង់សម្រកទម្ងន់ក្រៅពីមានកាឡូរីទាបប្រហែល77កាឡូរីក្នុងមួយគ្រាប់វាផ្ទុកនូវប្រូតេអ៊ីនខ្ពស់ដែលជួយបង្កើនអារម្មណ៍ឆាប់បានយូរការសិក្សាបានបង្ហាញថាការទទួលទានពងមាន់ជាអាហារពេលព្រឹកអាចជួយកាត់បន្ថយការទទួលទានកាឡូរីពេញមួយថ្ងៃ 7. សម្បូរដោយសារធាតុប្រឆាំងអុកស៊ីតកម្មក្រៅពីលូធីអិននិងស៊ីហ្សាន់ធីនសម្រាប់សុខភាពភ្នែកពងមាន់ក៏មានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្មផ្សេងទៀតដូចជាវីតាមីន E និងសេលេនីយ៉ូមដែលជួយការពារកោសិកានៃរាងកាយពីការបំផ្លាញដោយសារធាតុរ៉ាឌីកាល់សេរីហៅថា free radicals ការពារការបំផ្លាញនេះអាចកាត់បន្ថយហានិភ័យនៃជំងឺជាច្រើនដូចជាជំងឺមហារីកនិងជំងឺបេះដូង 8. ជួយរក្សាសុខភាពសក់និងស្បែកពងមាន់មានផ្ទុកនូវបៃអូទីនវីតាមីន B7 ដែលជាសារធាតុចិញ្ចឹមដ៏សំខាន់សម្រាប់សុខភាពសក់និងស្បែកការទទួលទានបៃអូទីនគ្រប់គ្រាន់ជួយរក្សាសក់ឲ្យរឹងមាំនិងភ្លឺរលោងហើយការពារការជ្រុះសក់សរុបមកពងមាន់គឺជាអាហារមួយប្រភេទដែលមានតម្លៃអាហារូបត្ថម្ភខ្ពស់ហើយផ្ដល់អត្ថប្រយោជន៍ជាច្រើនយ៉ាងដល់រាងកាយទាំងមូលបើគិតថាវីដេអូនេះល្អសូមជួយចែករំលែកបន្តផងសូមអរគុណ